សួស្តីគ្នាយើងទាំងអស់គ្នាសម្រាប់វីដេអូនេះខ្ញុំបានធ្វើការអាប់ដេតអំពីព័ត៌មានមួយចំនួនសម្រាប់ MLBB តោះមកតាមដានជាមួយនឹងខ្ញុំបាន Proton Gaming ទាំងអស់គ្នា1សម្រាប់ MLBB នេះពេលខាងមុខនឹងមាន series skin បែបប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតដែលកំពុងតែលេចធ្លាយចំនួន2ដែលរួមមានដូចជា Cloud និង Lunok ហើយសម្រាប់ emote របស់ skin ទាំងពីរនេះក៏បានធ្វើការចេញបណ្ដាហៅគ្នាយើងគឺដោយរូបដែល admin បានធ្វើការដាក់នៅក្នុងផ្ទៃអេក្រង់នៃវីដេអូនឹងអញ្ចឹងដែរទី2នៅ season ក្រោយសម្រាប់ hero ថ្មីដែលមានឈ្មោះថា Hirara, Kakura, Hanabi, Hayabusa ក៏ដូចជា Hanzo ជាដើមនឹងទទួលបាននៅផ្ទៃ background ថ្មីដែលមានឈ្មោះថា Scarlet Shadow ទី3សម្រាប់ hero Masa ឆាប់នេះនឹងទទួលបានរូបរាងបែបនេះហើយអ្នកយើងហើយសម្រាប់នៅ skill របស់គាត់មួយចំនួនក៏នឹងមានការផ្លាស់ប្ដូរដែរគ្នាយើងគឺថ្មីប្លែកទាំងរូបរាងប្លែកទាំង skill ទី4គ្នាយើងណាដែលជាដៃ Digi ក៏ដូចជាដៃ YVE ឬក៏ IP នឹងទទួលបាននៅស្លាក skin ថ្មីមួយដែលមានឈ្មោះថា Epic Kaisin តែគ្នាយើងយល់យ៉ាងណាដែរចំពោះស្លាកឬក៏ທາງ skin ថ្មីរបស់ពួកគាត់នៅសម្រាប់វីដេអូនេះ admin គឺមានតែប៉ុណ្្នឹងទេគ្នាយើងហើយសម្រាប់គ្នាយើងណាដែលត្រូវការ top up នៅ game ផ្សេងៗដែលមានតម្លៃថោកសមរម្យក៏កុំភ្លេចជាមួយនឹង website របស់ admin ផ្ទាល់ដែលមានឈ្មោះថា Thon Game Store អរគុណច្រើនបាយបាយជួបគ្នានៅវីដេអូក្រោយបន្តទៀត